ដោយរដូវកាលនេះជារដូវកាលធ្លាក់ភ្លៀងអញ្ចឹងជារដូវកាលអំណោយផលមែនទែនចំពោះដំណាំហូបផ្លែផ្សេងណាហើយពិសេសគឺប្រភេទដើមមៀនដោយសារតែរដូវកាលនេះគឺចាប់ផ្ដើមចេញផ្កាចេញផ្លែហើយនៅក្នុងវីដេអូនេះគឺជាប្រភេទមៀនកោះកបីមៀនកោះកបីនេះសំដៅទៅលើមៀនដែលមានសម្បកស្ដើងសាច់ក្រាស់ហើយនឹងគ្រាប់តូចហើយពិសេសជាងនេះទៅទៀតមាននៅក្នុងវីដេអូនេះគឺជាប្រភេទមានຂະຫນាតល្មមមិនជាធំទេគឺជាមានដែលຂະຫນាតតម្លៃសមរម្យណាត្រឹម100ឡើងលើតិចតួចអីហ្នឹងគឺអាចដាំបាននៅតាមគេហដ្ឋានក៏ដូចជាតាមផ្ទះល្វែងអីក៏យើងអាចដាំបានដែរដោយសារមានប្រភេទនេះគឺຂະຫນាតវាមិនធំពេកទេហើយអ្វីដែលពិសេសគឺដើមវាប៉ុណ្្នេះគឺវាចាប់ផ្ដើមឲ្យផលឲ្យផ្លែយើងហើយអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាមានបំណងចង់បានមានប្រភេទសាច់ក្រាស់សម្បកស្ដើងបែបនេះអ្នកទាំងអស់គ្នាអាចតាក់ទងបានជាមួយនឹងសួនអង្គររាជហើយយើងមានច្រើនຂະຫນាតមែនតើមានទាំងຂະຫນាតតូចຂະຫນាតធំຂະຫນាតកណ្ដាលហើយຂະຫນាត VIP ប្រភេទធំផុតលេខក៏យើងមានដែរហើយចំពោះតាណាមាននេះគឺខាងយើងមានគ្រប់ຂະຫນាតតែម្ដងអញ្ចឹងអាចតាក់ទងសួរព័ត៌មានបានជាមួយនឹងសួនអង្គររាជទាំងអស់គ្នាអរគុណ